ភាពមុនសមាជិករបស់ដូកេងកាយជាច្រើនអ្នកត្រូវបានគេសម្លាប់យ៉ាងអាថ៌កំបាំងហើយបរិសុទ្ធជាឃាតករនោះមុននឹងចាក់ចេញតែងតែបន្សល់ពីអេញនៅលើជញ្ជាំងតែគ្មានអ្នកណាទាន់ស្គាល់ពីអត្តសញ្ញាណរបស់ឃាតករអាថ៌កំបាំងនោះច្បាស់ទើបគេហៅបរិសុទ្ធឃាតករអាថ៌កំបាំងនោះជាឃាតករអេសិនតែពេលនៅរឿងកាន់តែសំខាន់ទៀតនោះសេចក្តីប្រកាសដែល JAA ដាក់5 billion yen ឲ្យឃាតករតាមសម្រាប់សាកាម៉ូតូពេលនេះបានផុសជាផ្លូវការហើយប្រកាសណាពេលដែលសេចក្តីប្រកាសផុសជាផ្លូវការបែបនេះឃាតករគ្រប់កន្លែងក្នុងប្រទេសជប៉ុននឹងមកដល់ហាងណារបស់សាកាម៉ូតូតែម្ដងដើម្បីមកសម្រាប់សាកាម៉ូតូយកប្រាក់រង្វាន់ពី JAA ដោយសារតែឃាតករមកច្រើនដល់កន្លែងបែបនេះសាកាម៉ូតូក៏ប្រាប់ឲ្យស៊ីននិងលូលូការពារទុកមុនពីការវិបហាគ្រប់ពេលឃាតករជាច្រើនអ្នកព្យាយាមមកសម្លាប់សាកាម៉ូតូប៉ុន្តែដោយសារពួកនេះជាឃាតករកាកាក៏ត្រូវសាកាម៉ូតូចាត់ការបានទាំងអស់បន្ទាប់មកសាច់រឿងណែនាំយើងមកស្គាល់ឃាតករស៊ីឈ្នួលម្នាក់ទៀតគាត់មានឈ្មោះថា Heisuke Mashimo គាត់គឺជាឃាតករស៊ីឈ្នួលដែលដាច់ដៃនិងរោគរ៉ាក់បំផុតគ្មានលុយញ៉ាំអាហារគ្រប់គ្រាន់និងគ្មានសូម្បីតែកន្លែងគេងត្រឹមត្រូវ Heisuke ក៏បានចិញ្ចឹមសត្វស្រីគួរឲ្យស្រឡាញ់មួយមានឈ្មោះថា Pitsuke ប៉ុន្តែសត្វស្រីដែលគាត់ចិញ្ចឹមមួយនេះចំណីរបស់វាត្រូវការចំណាយ 10000 yen ក្នុងមួយខែដោយនេះ Heisuke ពិបាកក្នុងការចិញ្ចឹមវាតទៅទៀតសូម្បីតែ Heisuke ពិបាកនឹងចិញ្ចឹមខ្លួនឯងផងហើយឥឡូវនេះយើងដឹងការពិតថា Heisuke កំពុងតាមស្វែងរកសម្រាប់សាកាម៉ូតូដើម្បីយកប្រាក់រង្វាន់ដ៏ច្រើនមួយនេះ Heisuke ក៏ថែមទាំងសមាសម័យម្នាក់ឯងទៀតថាលីវិញដោយសារឃាតករជាច្រើនមកវាបហាបែបនេះធ្វើឲ្យហាងម៉ាករបស់ពួកគេខូចនិងលក់មិនដាច់ឡើយហើយឥឡូវនេះពួកគេត្រូវការលុយជាច្រើនមកជួសជុលហាងនេះសាជាថ្មីប៉ុន្តែរឿងដែលសំខាន់នោះពួកគេគ្មានលុយច្រើនដល់ថ្នាក់នេះឡើយប៉ុន្តែព្រីមនូស៊ីនក៏បានឃើញគេប្រកាសកម្មវិធីចូលប្រកួតលេងហ្គេមមួយបើសិនជាពួកគេអាចលេងឈ្នះនោះនឹងទទួលបានប្រាក់ច្រើនសម័យដែលចង់ញ៉ាំស៊ូស៊ីនិងរលាជើងនឹងហាបានទិញនំប៉័ងសម្រាប់ជាអាហារពេលព្រឹកទៅឲ្យគេនោះមានខ្យល់បក់យ៉ាងខ្លាំងធ្វើឲ្យកន្លែង Heisuke ខ្ទេចទីអស់តែខ្យល់បក់ដ៏ធំនោះក៏បាននាំសំណាងមកឲ្យ Heisuke ដែរគឺជាលិខិតក្តារចុះឈ្មោះក្នុងការប្រកួតលេងហ្គេម Paintball Tournament ក្រុមដែលឈ្នះនឹងទទួលបានប្រាក់ 1 លាន yen Heisuke គ្រាន់តែឃើញភ្លាមសប្បាយចិត្តមែនទែនលុយទាំងនេះបើសិនជាគាត់លេងឈ្នះអាចទិញខុនដូនៅបានលុះនៅព្រឹកថ្ងៃបន្ទាប់សាកាម៉ូតូនឹងស៊ីនមកដល់កន្លែងគេរៀបចំការប្រកួតដោយសារតែប្រាក់រង្វាន់ចង់សម្រាប់សាកាម៉ូតូច្រើនបែបនេះ Heisuke នៅតែចង់សម្រាប់សាកាម៉ូតូដដែលតែសំណាងល្អពេលនោះក្រុមផ្សេងបានមកបាញ់ពួកគេធ្វើឲ្យពួកគេទាំង3នាក់ហ្នឹងបំបាយគ្នា Heisuke ក៏ឲ្យសត្វស្រី Pitsuke យកកាំភ្លើងអាមែនទែនមកឲ្យគាត់កាំភ្លើងរបស់គាត់គឺជាកាំភ្លើង Sniper Heisuke ក៏បាញ់ទៅកាន់សាកាម៉ូតូតែម្ដងតែក៏ព្យាយាមរត់ដើម្បីរកកន្លែងឆ្ងាយនិងខ្ពស់ដើម្បីងាយស្រួលបាញ់ Heisuke រត់ទាំងសេតថា Heisuke ដែលខំទុកពួកគេជាមិត្តឥឡូវនេះខ្លាចជាសត្រូវទៅវិញសារ Heisuke នៅក្រុមជាមួយសាកាម៉ូតូបែបនេះពួកគេទាំង3នាក់ក៏អាចនិយាយគ្នានិងស្ដាប់គ្នាឮតាមឧបករណ៍ទំនាក់ទំនងបាន Heisuke ក៏បាននិយាយទៅកាន់សាកាម៉ូតូនឹងស៊ីនថាក្រកហើយហេតុនេះហើយនេះជាក្តីសង្ឃឹមរបស់ Heisuke បើសិនគាត់អាចសម្រាប់សាកាម៉ូតូបាននោះគាត់នឹងអាចបង្ហាញទឹកដៃពីការបាញ់កាំភ្លើងរបស់គាត់ឲ្យគ្រប់គ្នាឃើញថាការបាញ់កាំភ្លើងរបស់គាត់មិនអស់នោះទេស៊ីនដែលស្ដាប់ឮក្នុងការក៏បាននិយាយទៅកាន់ Heisuke ថាមិនចាំបាច់ខ្វល់ពីអ្នកដទៃគិតមកលើយើងបែបណាឡើយសំខាន់ខ្លួនយើងគឺដឹងពីសមត្ថភាពរបស់ខ្លួនឯងច្បាស់ពេលទាំងអស់នេះហើយធ្វើឲ្យ Heisuke រំជួលចិត្តមែនទែនស៊ីនក៏សែកដាក់កាសយ៉ាងលឺធ្វើឲ្យ Heisuke ហឹងត្រចៀកមែនទែនសាកាម៉ូតូនឹងស៊ីនក៏បានរកឃើញទីតាំងរបស់ Heisuke នៅលើដំបូលអគារនៅពេលដែល Heisuke មិនចាប់អារម្មណ៍នោះសាកាម៉ូតូក៏រើសដុំថ្មមួយគប់ទៅកាន់ Heisuke ខ្ទេចអស់ Heisuke ពិតជាភ្ញាក់ផ្អើលជាមួយកម្លាំងរបស់សាកាម៉ូតូមែនទែនហើយការប្រកួតហ្គេមក៏បានមកដល់ទីបញ្ចប់ក្រុមដែលឈ្នះប្រចាំឆ្នាំនេះគឺក្រុមរបស់សា